ជាជំនួបរវាងមេដឹកនាំកម្ពុជាជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក៏ដូចជាការបង្ក្រាបល្បែងការឆបោកអនឡាញទន្ទឹមគ្នានោះដែរគឺនាយករដ្ឋមន្ត្រីនៃប្រទេសថៃជួបពិភាក្សាជាមួយនឹងប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងដើម្បីទាក់ទាញវិនិយោគទុនហើយនឹងរួមទាំងការរិះគន់ទៅលើចំណាត់ការរបស់កម្ពុជាក្នុងការបង្ក្រាបការឆបោកអនឡាញហើយនៅក្នុងដោយឡែកនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមរបស់លោកហ៊ុនម៉ាណែតដែលខ្ញុំដកសំមកវិញគាត់បានសរសេរថាប៉ុន្មានថ្ងៃនេះបណ្ដាញសារព័ត៌មានរបស់ជាតិខាងមួយបានផ្សាយថាមេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េលើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រទេសយើងទាំងពីរមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីដោះស្រាយបញ្ហានិងមិនចាំបាច់មានអ្នកទី3មកជួយជំរុញនោះទេបាទហើយបើយោងតាមការបង្ហោះសាររបស់អ្នកស្រី Tri Suli Tai Sarangakul ដែលជាអគ្គនាយកប្រចាំឲ្យនាយករដ្ឋមន្ត្រីនោះគឺបានបង្ហោះរូបភាពតាមបណ្ដាញសង្គម Facebook ដោយមានសារនិយាយថាលោកអនុทิនច័ន្ទវីរគុលហើយនឹងដែលជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនឹងលោកលីជេមយុងប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅប្រទេសឡាវហើយនៅក្នុងសារនោះបានសរសេរថាប្រទេសកូរ៉េខាងត្បូងបានសប្បាយចិត្តរីករាយនៅក្នុងការហើយនឹងចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសថៃហើយក្នុងពេលជាមួយគ្នានោះដែរថៃក៏បានត្រៀមលក្ខណៈរួចរាល់នៅក្នុងការធ្វើសហប្រតិបត្តិការជាមួយនឹងប្រទេសកូរ៉េខាងត្បូងដើម្បីដោះស្រាយបញ្ហាការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជានេះគឺជាអ្វីដែលសារព័ត៌មាននានាបានរាយការណ៍ទាំងនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងប្រទេសថៃហើយនឹង Facebook របស់ថ្នាក់ដឹកនាំកម្ពុជាផងដែរពាក់ព័ន្ធជាមួយនឹងការបង្ក្រាបល្បែងអនឡាញឬក៏ថាការបង្ក្រាបការឆបោកតាមបច្ចេកវិទ្យាក៏ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺលោកអនុทิនយើងមើលថាគាត់ឈានឱកាសនេះគឺកិច្ចបង្ខូចកម្ពុជាឬក៏និយាយអំពីបញ្ហាដែលកើតឡើងនៅកម្ពុជាក្នុងពេលដែលតាក់ទាញឲ្យមានការវិនិយោគមកនៅក្នុងប្រទេសរបស់គាត់បាទទន្ទឹមនឹងដូចដែលអ្នកខ្លះធ្លាប់និយាយប្រាប់ខ្ញុំបានធ្លាប់ដឹងអញ្ចឹងណាថាទេសចរខ្លះទៅលេងប្រទេសថៃហើយគាត់ចង់បន្តទៅប្រទេសកម្ពុជាហ្នឹងគឺមគ្គុទ្ទេសក៍អស់ហ្នឹងប្រាប់តែមកថាលេងកម្ពុជាកន្លែងហ្នឹងមិនល្អលើសថៃប្រហែលអត់សន្តិសុខអត់អីបាទខ្ញុំលឺនៅថ្មីនៅលឺខ្ញុំធ្លាប់កាលពីនៅក្មេងក៏ធ្លាប់លឺអញ្ចឹងដែរបាទមិនមែនទៅថ្មីនេះគាត់និយាយអញ្ចឹងតាំងពីដើមមកតាំងពីជំនាន់កម្ពុជានៅមិនទាន់មានសន្តិសុខអីក៏ដោយនោះក៏គាត់និយាយអញ្ចឹងដែរហើយគាត់ថាទៅមើលអង្គរគាត់នាំទៅមើលអា replica ហ្នឹងគឺអារូបដែលគេធ្វើស្តៀងហ្នឹងគឺនៅកន្លែងនៅក្នុងប្រទេសថៃបាទកន្លែងហ្នឹងគាត់នាំទៅមើលថាអូហ្នឹងអង្គរគាត់មិនអញ្ចឹងថាមានអីលើហ្នឹងបាទអញ្ចឹងនេះគឺជាអ្វីដែលបាទភាគីថៃគាត់បានខិតខំឆ្លៀតយកឱកាសនេះដើម្បីផ្សព្វផ្សាយពួកគាត់តាក់ទាញហើយនឹងបង្អាប់ប្រទេសកម្ពុជាមិនមែនមានថាបញ្ហាអត់មានទេនៅកម្ពុជាមានបាទប៉ុន្តែគាត់ឆ្លៀតឱកាសហ្នឹងបាទឆ្លៀតឱកាសហ្នឹងគឺជាន់បន្ថែមដើម្បីលើកកម្ពស់ខ្លួនគាត់សារព័ត៌មានជាច្រើនចុះផ្សាយនៅក្នុងប្រទេសថៃមានតាំងពី The Nation Bangkok Post Council ហើយនៅកម្ពុជានឹងគឺមានក្រសួងព័ត៌មានកម្ពុជានឹងក៏បានចុះផ្សាយផងដែរគឺជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កូរ៉េហើយនឹងការសន្ទនារបស់នាយករដ្ឋមន្ត្រីថៃជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងអញ្ចឹងដូច្នេះខ្ញុំសូមសង្ខេបរួមទាំងអស់នៅព័ត៌មានទាំងសារព័ត៌មានទាំងប្រមាណនេះបញ្ចូលគ្នាដើម្បីឲ្យប្រិមិត្តយល់ដឹងជាព័ត៌មានបាទយល់ដឹងជាព័ត៌មានតែរឿងនឹងយ៉ាងម៉េចណាបាទអញ្ចឹងដោយមិនតាមលំដាប់លំដោយពីសារព័ត៌មានណាទេគឺខ្ញុំបញ្ចូលគ្នាទាំងអស់តែម្ដងបាទនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតនៅថ្ងៃប្រហ័សនេះបាននិយាយថាប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងគឺមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការសហការគ្នាដោយផ្ទាល់ដើម្បីដោះស្រាយការឆបោកតាមអនឡាញគឺពាក់ព័ន្ធជាមួយនឹងជនជាតិកូរ៉េដែលបានរងគ្រោះក្នុងពេលកន្លងមកដោយមិនចាំបាច់មានការចូលរួមពាក់ព័ន្ធពីភាគីទី3ណាមួយនោះឡើយនៅក្នុងកិ
កិច្ចប្រជុំមួយជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កូរ៉េខាងត្បូងគឺអ្នកស្រីគឹមជីណាលោកហ៊ុនម៉ាណែតបាននិយាយថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរគឺបានបង្កើតឲ្យមាននៅលទ្ធផលជាផ្លែផ្កាជាច្រើនមកហើយនៅក្នុងការទប់ស្កាត់អ ுக ្រិតកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាលោកបានបន្ថែមថាកិច្ចសហប្រតិបត្តិការនេះក៏បានដំឡើងទៅដល់កិច្ចសហប្រតិបត្តិការកម្រិតជាយុទ្ធសាស្ត្រនៅឆ្នាំ2024ហើយបន្តពង្រឹងឲ្យបានកាន់តែខ្លាំងថែមទៀតនៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាច្រើនលោកបានថ្លែងទៅដល់យោងទៅដល់របាយការណ៍នៃសារព័ត៌មានដែលបាននិយាយថាមេដឹកនាំនៃប្រទេសជិតខាងគឺមានផែនការពិភាក្សាជាមួយនឹងកូរ៉េប្រធានាធិបតីកូរ៉េខាងត្បូងអំពីការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតបាននិយាយថាកម្ពុជាមិនចាំបាច់ត្រូវការប្រទេសដទៃមកដើរតួជំនួសកម្ពុជានោះទេហើយនៅក្នុងដោយឡែកនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមរបស់លោកហ៊ុនម៉ាណែតដែលខ្ញុំដកសំមកវិញគាត់បានសរសេរថាប៉ុន្មានថ្ងៃនេះបណ្ដាញសារព័ត៌មានរបស់ជាតិខាងមួយបានផ្សាយថាមេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េខ្ញុំបានជម្រាបជូនលោកជំទាវគឹមជីណាថាប្រសិនករណីនេះជាការពិតខ្ញុំសូមឲ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថាកម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារនេះជំនួសកម្ពុជាឡើយហើយមេដឹកនាំប្រទេសនោះគួរផ្ដោតលើការដោះស្រាយបញ្ហាទីក្នុងប្រទេសរបស់ខ្លួនឲ្យបានល្អទៅចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េលើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រទេសយើងទាំងពីរមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីដោះស្រាយបញ្ហានិងមិនចាំបាច់មានអ្នកទី3មកជួយជំរុញនោះទេបាទដោយឡែកកាសែត Council វិញក៏បានរាយការណ៍ពាក់ព័ន្ធជាមួយនឹងបញ្ហានេះបន្ថែមដែរគឺលោកអនុทินបានអំពាវនាវឲ្យមានការពិភាក្សាគ្នាជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងក្នុងអំឡុងពេលដែលលោកទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសឡាវដោយបញ្ជាក់ថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្តល់កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជាហើយបើយោងតាមការបង្ហោះសាររបស់អ្នកស្រី Tri Suli Tai Sarangakul ដែលជាអគ្គនាយកប្រចាំឲ្យនាយករដ្ឋមន្ត្រីនោះគឺបានបង្ហោះរូបភាពតាមបណ្ដាញសង្គម Facebook ដោយមានសារនិយាយថាលោកអនុทิនច័ន្ទវីរគុលហើយនឹងដែលជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនឹងលោកលីជេមយុងប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅប្រទេសឡាវហើយនៅក្នុងសារនោះបានសរសេរថាប្រទេសកូរ៉េខាងត្បូងបានសប្បាយចិត្តរីករាយនៅក្នុងការហើយនឹងចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសថៃហើយក្នុងពេលជាមួយគ្នានោះដែរថៃក៏បានត្រៀមលក្ខណៈរួចរាល់នៅក្នុងការធ្វើសហប្រតិបត្តិការជាមួយនឹងប្រទេសកូរ៉េខាងត្បូងដើម្បីដោះស្រាយបញ្ហាការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជាទន្ទឹមគ្នានោះដែរគឺលោកសេរីផុងអង្គការសាគុលគៀតដែលជាអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពដែលបានបង្ហាញនៅបរិយាកាសនៃការឆ្លើយឆ្លងគ្នារវាងលោកអនុทินជាមួយនឹងប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោកបានបញ្ជាក់ថាបរិយាកាសនោះគឺមានលក្ខណៈកក់ក្ដៅហើយមានការពិភាក្សាទៅលើប្រធានបទជាច្រើនជាពិសេសគឺទៅលើទំនាក់ទំនងពហុភាគីទំនាក់ទំនងទ្វេភាគីទៅលើវិស័យជាច្រើនលោកនាយករដ្ឋមន្ត្រីក៏បានគូបញ្ជាក់អំពីទៅដល់ប្រធានាធិបតីកូរ៉េខាងត្បូងថាក្នុងអំឡុងពេលនៃកិច្ចសន្ទនានោះគឺបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងការបង្ក្រាបល្បែងអនឡាញនិងការឆបោកតាមបច្ចេកវិទ្យាបាទនេះគឺជាអ្វីដែលសារព័ត៌មាននានាបានរាយការណ៍ទាំងនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងប្រទេសថៃហើយនឹង Facebook របស់ថ្នាក់ដឹកនាំកម្ពុជាផងដែរពាក់ព័ន្ធជាមួយនឹងការបង្ក្រាបល្បែងអនឡាញឬក៏ថាការបង្ក្រាបការឆបោកតាមបច្ចេកវិទ្យាក៏ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺលោកអនុทิនយើងមើលថាគាត់ជាឱកាសនេះគឺកិច្ចបង្ខូចកម្ពុជាឬក៏និយាយអំពីបញ្ហាដែលកើតឡើងនៅកម្ពុជាក្នុងពេលដែលតាក់ទាញឲ្យមានការវិនិយោគមកនៅក្នុងប្រទេសរបស់គាត់បាទទន្ទឹមនឹងដូចដែលអ្នកខ្លះធ្លាប់និយាយប្រាប់ខ្ញុំបានធ្លាប់ដឹងអញ្ចឹងណាថាទេសចរខ្លះទៅលេងប្រទេសថៃហើយគាត់ចង់បន្តទៅប្រទេសកម្ពុជាហ្នឹងគឺមគ្គុទ្ទេសក៍អស់ហ្នឹងប្រាប់តែមកថាមិនទៅលេងកម្ពុជាកន្លែងហ្នឹងវាមិនល្អលើថៃប្រហែលអត់សន្តិសុខអត់អី
បាទខ្ញុំលឺនៅថ្មីនៅលឺខ្ញុំធ្លាប់កាលពីនៅក្មេងក៏ធ្លាប់លឺអញ្ចឹងដែរបាទមិនមែនទៅថ្មីនេះគាត់និយាយអញ្ចឹងតាំងពីដើមមកតាំងពីជំនាន់កម្ពុជានៅមិនទាន់មានសន្តិសុខអីក៏ដោយនោះក៏គាត់និយាយអញ្ចឹងដែរហើយគាត់ថាទៅមើលអង្គរគាត់នាំទៅមើលអា replica ហ្នឹងគឺអារូបដែលគេធ្វើស្តៀងហ្នឹងគឺនៅកន្លែងនៅក្នុងប្រទេសថៃបាទកន្លែងហ្នឹងគាត់នាំទៅមើលថាអូហ្នឹងអង្គរគាត់មិនអញ្ចឹងថាមានអីលើហ្នឹងបាទអញ្ចឹងនេះគឺជាអ្វីដែលបាទភាគីថៃគាត់បានខិតខំឆ្លៀតយកឱកាសនេះដើម្បីផ្សព្វផ្សាយពួកគាត់តាក់ទាញហើយនឹងបង្អាប់ប្រទេសកម្ពុជាបាទមិនមែនមានថាបញ្ហាអត់មានទេនៅកម្ពុជាមានបាទប៉ុន្តែគាត់ឆ្លៀតឱកាសហ្នឹងបាទឆ្លៀតឱកាសហ្នឹងគឺជន់បន្ថែមដើម្បីលើកកម្ពស់ខ្លួនគាត់ខ្ញុំសូមដកស្រង់ពីកាសែត The Bangkok Post កាសែត Bangkok Post បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យយោធារបស់ថៃពាក់ព័ន្ធជាមួយនឹងអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភារបស់ប្រទេសថៃមួយរូបដែលខាងអ្នកនាំពាក្យយោធាបាននិយាយថាសារព័ត៌មានកម្ពុជាបានដកស្រង់ដោយមិនទាំងស្រុងទេនៅអ្វីដែលអ្នកស្រីបានមានប្រសាសន៍ពាក់ព័ន្ធជាមួយនឹងការវាយប្រហារតាមអាកាសដោយប្រើយន្តហោះប្រភេទ F-16 មកលើប្រទេសកម្ពុជាលោកឧត្តមសេនីយ៍តូវិនថៃស៊ូរាវីដែលជាអ្នកនាំពាក្យយោធារបស់ថៃបាននិយាយនៅថ្ងៃប្រហ័សនេះថាការដែលប្រទេសថៃប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 មកវាយប្រហារទៅលើមូលដ្ឋានយោធារបស់កម្ពុជាគឺត្រូវបានគេចាត់ទុកថាជាសកម្មភាពអមនុស្សធម៌នៅលើហើយទៅលើប្រទេសកម្ពុជានោះគឺជាការមួយដែលប្រទេសថៃវាយប្រហារដើម្បីសងសឹកទៅនឹងកម្ពុជាដែលផ្លោងចំភូមិស៊ីវិលរបស់ជនជាតិថៃបាទហើយលោកបានបញ្ជាក់ថាគឺកម្ពុជាទេដែលបានអះអាងថាប្រទេសថៃជាអ្នកវាយប្រហារមុនក៏ប៉ុន្តែការវាយប្រហាររបស់កម្ពុជាគឺសំដៅទៅលើជនស៊ីវិលហើយនៅក្នុងសប្តាហ៍នេះគឺបណ្ដាញសារព័ត៌មាននានាបានអះអាងដោយដកស្រង់សម្ដីរបស់សមាជិកព្រឹទ្ធសភារបស់ថៃគឺអ្នកស្រីអង្គខាណានីឡាផៃចិតដែលបាននិយាយទទួលស្គាល់ថាប្រទេសថៃប្រើប្រាស់យន្តហោះ F-16 មកវាយប្រហារទម្លាក់គ្រាប់បែក MK84 ទៅលើប្រទេសកម្ពុជាមុនដូច្នេះអ្នកនាំពាក្យនោះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈថាក្រោយពីការស៊ើបអង្កេតមកគឺការស៊ើបអង្កេតបានរកឃើញថាព័ត៌មាននោះគឺជាព័ត៌មានដែលបំភ្លៃការពិតដើម្បីបង្កើតឲ្យមានការយល់ច្រឡំនៅក្នុងសង្គមរបស់ថៃខាងសារព័ត៌មានខាងយោធាថៃបានបន្ថែមថាតាមការពិតទៅអ្នកស្រីសមាជិកព្រឹទ្ធសភាបាននិយាយថាការដែលប្រទេសថៃប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 មកវាយប្រហារទៅលើប្រទេសកម្ពុជានោះបានបង្កឲ្យប្រទេសកម្ពុជារងការខាតបង់យ៉ាងធ្ងន់ធ្ងរហើយអ្នកស្រីអង្គរាបាននិយាយបែបនេះគឺបន្ទាប់ពីមានការចោទប្រកាន់ថាអ្នកស្រីមិនមានបេះដូងជាជនជាតិថៃទេអ្នកស្រីជាជនជាតិថៃតែមានបេះដូងជាខ្មែរក្រោយពីការដែលអ្នកស្រីបានរិះគន់សកម្មជនថៃដែលបានចាក់សម្លេងភ្លេងខ្មោចដើម្បីបន្លាចអ្នកភូមិរបស់កម្ពុជាហើយលោកវិនថៃបានបញ្ជាក់ថាមានការព្រួយបារម្ភដែលថាពួកជនជាតិថៃមួយរូបគឺបានបញ្ចេញនៅព័ត៌មានដែលមិនពិតទាំងស្រុងដែលដោយសារតែការមិនយល់ដឹងច្បាស់អំពីស្ថានភាពហើយមានចេតនាផ្ទាល់ខ្លួននោះត្រូវបានប្រទេសកម្ពុជាដកស្រង់យកមកផ្សព្វផ្សាយហើយធ្វើការអះអាងនៅក្នុងប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ពួកគេលោកវិនថៃបានបន្ថែមថានៅក្រោមស្ថានភាពនាពេលបច្ចុប្បន្ននេះគឺការឯកភាពគ្នានៅក្នុងចំណោមពលរដ្ឋថៃនៅគ្រប់វិស័យទាំងអស់គឺជាការចាំបាច់បាទនេះគឺព័ត៌មានទី1ដោយសង្ខេបមកគឺខាងអ្នកនាំពាក្យខាងយោធាថៃហ្នឹងគាត់ថាសារព័ត៌មានកម្ពុជាដកសងសម្ដីរបស់អ្នកស្រីសមាជិកព្រឹទ្ធសភាថាថៃវាយប្រហារកម្ពុជាមុនដោយប្រើយន្តហោះចម្បាំងនោះគឺមិនពិតទេបាទគឺការពិតគឺថៃវាយប្រហារ F-16 នោះដោយសារតែកម្ពុជាផ្លោងដាក់ភូមិរបស់ថៃចំណុចទី1ចំណុចទី2គឺគាត់ថាដូចជារិះគន់អ្នកស្រីសមាជិកព្រឹទ្ធសភាដដែលថាពេលដែលស្រុកកំពុងតែមានបញ្ហាមកផ្សព្វផ្សាយព័ត៌មានដែលមិនយល់ច្បាស់ធ្វើឲ្យមានការយល់ច្រឡំធ្វើឲ្យចូលទៅក្នុងអន្ទាក់របស់កម្ពុជាក្នុងការយកទៅផ្សព្វផ្សាយឃោសនាបន្ថែមអញ្ចឹងគាត់អំពាវនាវឲ្យមានការឯកភាពនៅក្នុងប្រទេសថៃក្នុងពេលនេះគឺនិយាយអ្វីទៅឲ្យគិតផលប្រយោជន៍ថៃបាទសង្ខេបគឺពីចំណុចធំអញ្ចឹងបាទក៏ប៉ុន្តែបើសិនជាខ្ញុំដឹងតាមតាក់ទិចរបស់ខាងការប្រយុទ្ធរបស់ថៃដែលគាត់ប្រើតាក់ទិចអាមេរិកនោះគឺតាមធម្មតាយន្តហោះចម្បាំងគឺមិនមែនប្រើប្រាស់ដើម្បីសងសឹកទេយន្តហោះចម្បាំងហើយនឹងកំភ្លើងផ្លោងគឺគាត់ប្រើគេហៅថា softening the ground បាទ softening the ground គឺបានន័យថាវាយធ្វើយ៉ាងម៉េចឲ្យរៀបនៅក្នុងសមរភូមិនឹងមុនសិន
បានទាហានជើងថ្មើរជើងឬក៏ជើងគុកថ្មើរជើងនឹងឡើងមកបាទអញ្ចឹងខ្ញុំគាត់តែបង្ហាញអ្វីដែលជាមេរៀនដែលខ្ញុំធ្លាប់បានអានធ្លាប់បានលើកអ្នកជំនាញគាត់ពិភាក្សាទេណាបាទការពិតយ៉ាងណាគឺទុកឲ្យប្រិមិត្តពិចារណាដោយខ្លួនឯងអញ្ចឹងថៃគាត់ថាគាត់ប្រើ F16 នឹងក្រោយពីកម្ពុជាផ្លោងហ្នឹងបាទនឹងជារឿងរបស់គាត់បាទចាំបានតែគាត់ធ្វើខុសក្បួនយុទ្ធសាស្ត្រយោធារបស់គាត់រីឯព័ត៌មានទី3នេះគឺជាព័ត៌មានចាស់ទេជាព័ត៌មានចាស់ទេក៏ប៉ុន្តែអ្វីដែលថ្មីនេះគឺដោយសារតែកាសែត South China Morning Post ទើបតែយកផ្សាយនៅកន្លែងនេះហើយគាត់ធ្វើការសង្ខេបដោយដកស្រង់មតិជុំវិញនឹងទាំងអស់អញ្ចឹងខ្ញុំសូមដកស្រង់ខ្លះៗមកឲ្យជម្រាបជូនប្រិយមិត្តទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការចាក់សម្លេងភ្លេងខ្មោចដោយសកម្មជនរបស់ថៃឬក៏ដោយយោធារបស់ថៃមកបន្លាយពលរដ្ឋកម្ពុជាអញ្ចឹងខ្ញុំយកសង្ខេបឡើងវិញតើសារព័ត៌មាន South China Morning Post គាត់រាយការណ៍យ៉ាងម៉េចអំពីបញ្ហាហ្នឹងណាបាទតាមសេចក្តីរាយការណ៍របស់កាសែត South China Morning Post គឺបានបញ្ជាក់ថាលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាកម្ពុជាហ្នឹងគឺបាននិយាយជម្រាបទៅដល់ខាងប្រទេសម៉ាឡេស៊ីបាទហើយអំពីបញ្ហាដែលប្រទេសថៃចាក់សម្លេងភ្លេងខ្មោចនៅតាមបណ្ដោយព្រំដែនបាទបើទោះបីជាមានបទកិច្ចព្រមព្រៀងសន្តិភាពដែលជួយដោយសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីក៏ដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជានេះគឺបានសរសេរនៅក្នុងបណ្ដាញសង្គម Facebook ដោយបានជម្រាបទៅដល់ឧបនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីគឺលោកអាមេត Zahid Hamidi ថាអំពីសម្លេងខ្មោចដែលរំខានទៅដល់ប្រជាពលរដ្ឋនៅព្រៃច័ន្ទនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនៅទីនោះក្នុងរយៈពេល4យប់ជាប់គ្នាការថ្លែងបែបនេះគឺក្នុងអំឡុងពេលដែលលោកហ៊ុនសែនបានជួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីហើយក្នុងអំឡុងពេលនោះគឺលោកហ៊ុនសែនក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានជួយសម្រួលឲ្យមានការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរនេះបើតាមកាសែត The Nation បានរាយការណ៍បាទគឺ Nation រាយការណ៍ដែរណាកាលពីម្សិលមិញហ្នឹងគឺបើតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាន South China Morning Post ឲ្យដឹងថាអ្នកសកម្មជនខាងបណ្ដាញសង្គមរបស់ថៃមួយរូបគឺឈ្មោះថាកាន់ណាវ៉ាត់ពុងផៃប៊ុនវិចដែលគេស្គាល់ឈ្មោះថាខាន់ជុំផាឡាំងគឺជាអ្នកដែលនៅពីក្រោយនៃសកម្មភាពទាំងអស់នេះរួមមានទាំងការចាក់សម្លេងភ្លេងខ្មោចនិងការចាក់ភាពយន្តខ្មោចជាដើមនៅភូមិនងច័ន្ទនិងភូមិនងយ៉ាកែវពីខាងភាគីថៃមកគឺចាប់តាំងពីថ្ងៃសុក្ររហូតដល់ថ្ងៃច័ន្ទនេះបើតាមការផ្សាយរបស់កាសែត The Nation កណ្ណវត្តនោះគឺបានទទួលការអនុញ្ញាតពីយោធារបស់ថៃដែលត្រួតពិនិត្យបញ្ហាសន្តិសុខនៅទីនោះតាមបណ្ដោយព្រំដែនឲ្យធ្វើយុទ្ធនាការបែបនេះហើយលោកបាននិយាយថាគោលបំណងរបស់លោកគឺដើម្បីរុញច្រានពលរដ្ឋកម្ពុជាដែលលោកចោទថាចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់នោះឲ្យចាក់ចេញរីឯអាជ្ញាធរកម្ពុជាវិញក៏បានកោតទោសសកម្មភាពបែបនេះដោយនិយាយថាអ្នកភូមិមិនអាចសម្រានបានទេក្នុងគណៈពេលដែលកុមារហើយនិងចាស់ជរាគឺមានការរងការប៉ះពាល់ផ្លូវអារម្មណ៍ដោយសារតែសម្លេងដ៏គួរឲ្យខ្លាចនេះលោកនេតភត្រាដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាបានហៅសកម្មភាពនេះថាជាទម្រង់ដ៏ធ្ងន់ធ្ងរនៃការបំពុលបរិស្ថានដោយសម្លេងហើយនឹងជាការរំលោភទៅដល់សិទ្ធិមនុស្សជាមូលដ្ឋាននេះបើតាមសេចក្តីរាយការណ៍របស់កាសែតខ្មែរ Times នៅថ្ងៃសៅរ៍កន្លងមកនេះរឿងនេះគឺវាជាការមួយដែលរំលោភទៅដល់សិទ្ធិក្នុងការសម្រាននិងជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សតើហេតុអ្វីបានជាគេធ្វើសកម្មភាពខុសខើបែបនេះហើយដោយមិនបានគិតទុកនិងរំពឹងទុកជាមនុស្សគឺសមាជិកព្រឹទ្ធសភារបស់ថៃមួយរូបគឺអ្នកស្រីអង្គណានីឡាផៃចិតបាននិយាយរិះគន់ការផ្សាយសម្លេងខ្មោចនោះកាលពីថ្ងៃអាទិត្យដោយអ្នកស្រីបាននិយាយថារឿងនេះគឺអាចជាការរំលោភបំពានច្បាប់ហើយត្រូវបានគេហៅអ្នកស្រីថាជាជនជាតិថៃដែលមានបេះដូងជាខ្មែរនេះបើយោងតាមសារព័ត៌មានរបស់កម្ពុជាបានរាយការណ៍អ្នកស្រីអង្គណាក៏បានបង្ហោះសារតាមបណ្ដាញសង្គមនៅថ្ងៃអង្គារដែលថាទង្វើបែបនេះគឺជាការរំលោភទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីការធ្វើទារុណកម្មហើយនឹងការប្រព្រឹត្តធ្វើទារុណកម្មដោយអមនុស្សធម៌និងឃោរឃៅទោះបីជាយ៉ាងណាក៏ដោយវ៉ាន់វិជិតប៊ុនប្រងដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Rangsit បានគូបង្ហាញថានៅពេលដែលប្រទេសកូរ៉េខាងត្បូងដាក់មីក្រូសម្ដៅទៅលើប្រទេសកូរ៉េខាងជើងដើម្បីជាការសងសឹកនោះ
ហើយដើម្បីបានជាមិនមានអ្នករិះគន់ដូច្នេះបាទលោកបានបញ្ជាក់ថាឥឡូវនេះអ្នកភូមិរបស់ថៃខិតខំពង្រឹងថង់សេរបស់គេដើម្បីការពារសន្តិសុខនិងដោយសារតែមានការព្រមានយ៉ាងខ្លាំងក្លាអំពីបញ្ហាសន្តិសុខនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបន្ទាប់ពីមន្ត្រីអនុវត្តច្បាប់នៅទីនោះបាទខិតខំព្យាយាមដើម្បីរុញច្រានពលរដ្ឋកម្ពុជាឲ្យចាក់ចេញពីទឹកដីថៃដែលបានដាក់អសន្និវត្តត្រឹមថ្ងៃទី10 ខែតុលានាយករដ្ឋមន្ត្រីថៃលោកអនុทิនច័ន្ទវីរៈគុលវិញបាននិយាយថាលោកមិនជឿថាសម្លេងនោះគឺបាទជាការមួយប៉ះពាល់នឹងខូចទៅដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិឡើយនៅពេលដែលបានកាសែត Nation សួរអំពីការព្រមានរបស់អ្នកស្រីអង្គណានោះថាតើតាក់ទិចបែបនេះអាចជាការរំលោភគោលការណ៍នៃលទ្ធិនៃសិទ្ធិមនុស្សដែរឬទេលោកបានថ្លែងនៅថ្ងៃច័ន្ទកន្លងមកថាខ្ញុំមិនគិតដូច្នោះទេយើងធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីការពារអធិបតេយ្យភាពរបស់យើងតែប៉ុណ្ណោះរីឯប្រជាពលរដ្ឋថៃជាច្រើនដែលនៅក្បែរតំបន់ព្រំដែននោះក៏បាននិយាយថាពួកគេគាំទ្រតាក់ទិចបែបនេះគឺពីព្រោះអីវិធានការនានាក្នុងពេលកន្លងមកបានបរាជ័យពួកគេបានប្រាប់សារព័ត៌មាន The Nation ថាពួកគេមានចេតនាសុខចិត្តលះបង់នៅការកេងរបស់ពួកគេមួយរយៈបាទដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋកម្ពុជាដែលនៅទីនោះចាកចេញយោធាថៃវិញក៏បានការពារប្រតិបត្តិការរបស់ខ្លួននៅតាមបណ្ដោយព្រំដែនកាលពីថ្ងៃអាទិត្យផងដែរដោយបានទទូចថាគ្រប់សកម្មភាពទាំងអស់ដែលបានកើតមានឡើងគឺធ្វើតែនៅក្នុងដែនដីរបស់ថៃតែប៉ុណ្ណោះលោកមេបញ្ជាការនៃកងកម្លាំងដូបូរផាបានបញ្ជាក់ថាពួកគេអាចតវ៉ាតាមចិត្តគេចង់គឺអ្វីដែលយើងធ្វើគឺស្ថិតនៅក្នុងទឹកដីថៃតែប៉ុណ្ណោះនេះបើតាមកាសែតបាងកកប៉ុស្តិ៍បានដកសងសម្ដីរបស់លោកប៊ិនចាផលឌីឆាទីវងដែលបាននិយាយពាក់ព័ន្ធជាមួយនឹងការតវ៉ារបស់កម្ពុជាលោកបានបន្ថែមថាទីហ៊ានរបស់លោកគឺយឹមល្បាតពេញមួយយប់ដូច្នេះពួកគេត្រូវតែធ្វើយ៉ាងណាឲ្យពួកគេនៅភ្ញាក់ស្មារតីបានហើយខ្ញុំគ្រាន់តែជួយពួកគេឲ្យនៅភ្ញាក់កុំឲ្យលងលក់តែប៉ុណ្ណោះវាជាទឹកដីរបស់យើងពួកគេចង់ដាក់ពាក្យប្តឹងតាណាក៏ទៅគឺខ្ញុំមិនខ្វល់ទេ I don't care បាទគាត់ថាអញ្ចឹងណាបាទនេះគឺជាអ្វីដែលសារព័ត៌មានសារព័ត៌មាន South China Morning Post បានសង្ខេបអំពីប្រតិកម្មរបស់ប្រទេសថៃតាក់ទងជាមួយនឹងការដែលសកម្មជនថៃចាក់សម្លេងភ្លេងខ្មោចក្នុងពេលកន្លងមកបាទចឹងខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងពីរឿងនេះវាជារឿងដែលកើតឡើងប្រហែលថ្ងៃមកហើយណាបាទអញ្ចឹងគឺមានការតវ៉ាចុះឡើងបាទអញ្ចឹងរឿងពាក់ព័ន្ធជាមួយនឹងកម្ពុជានិងថៃគឺចាប់តែប៉ុណ្ណេះឥឡូវនេះចូលដល់រឿងនៅក្រុមហាម៉ាស់ហើយជាមួយនឹងហ្គាហ្សាម្ដងបាទក្រុមហាម៉ាស់ពេលនេះចាក់ចេញពីកន្លែងពួនរបស់ពួកគេនៅតាមរូងតាមអគារនានាមកបញ្ចេញសកម្មភាពយ៉ាងឃោរឃៅដដែលសកម្មភាពរបស់គេនោះគឺគេមិនបន្តប្រយុទ្ធជាមួយនឹងក្រុមអ៊ីស្រាអែលទេដោយសារតែអ៊ីស្រាអែលបានដកចេញក៏ប៉ុន្តែពួកគេបានតាមប្រមាញ់អ្នកដែលពួកគេចាត់ទុកថាជាគូបដិបកជាសត្រូវដែលបានសហការជាមួយនឹងទាហានអ៊ីស្រាអែលឬក៏ទទួលជំនួយពីទាហានអ៊ីស្រាអែលក្នុងអំឡុងពេលដែលអ៊ីស្រាអែលវាយប្រហារនៅតំបន់ហ្គាហ្សានេះបាទទូយ៉ាងដូចជាពួកគេតាមប្រយុទ្ធតាមជាមួយនឹងក្រុមរបស់ឈ្មោះថា Astal បាទក្រុមសេនាជន Astal ដែលនៅទីនោះហើយពួកគេថែមទាំងបានចាប់មនុស្សចំនួន8នាក់ចងស្លាប់សេកនិងបិទមុខហើយបាញ់សម្លាប់ចោលទាំងកណ្ដាលថ្ងៃនៅតាមដងផ្លូវដ៏មមាញឹកនៅក្នុងទីក្រុងហ្គាហ្សាតែម្ដងហើយពួកគេក៏បានតាមប្រមាញ់ក្រុមត្រកូលមួយទៀតឈ្មោះថា Mu Chayda បាទដែលតាមសម្លាប់ពួកគេក្រោយពីវិការប្រយុទ្ធគ្នាមួយរយៈមកក្រុមនោះបានសុំចោះចាញ់ហើយបានសន្យាថានឹងគោរពទៅតាមរដ្ឋាភិបាលនៅក្នុងប្រទេសតំបន់ហ្គាហ្សាគឺក្រុមហាម៉ាស់បាទបើទោះបីជាការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលហើយនិងក្រុមហាម៉ាស់បានបញ្ចប់ក៏ដោយក៏ប៉ុន្តែក្រុមហាម៉ាស់នៅតែបន្តយុទ្ធនាការប្រកបដោយហិង្សាដើម្បីទាមទារការទទួលខុសត្រូវទៅលើក្រុមសេនាជននិងក្រុមត្រកូលនានានៅក្នុងតំបន់ហ្គាហ្សាដដែលបាទហើយការនេះបានបណ្ដាលឲ្យអ្នកនយោបាយប៉ាឡេស្ទីននិងអ្នកវិភាគនយោបាយបាននិយាយថាគឺនេះគឺជាអ្វីដែលអាចនឹងមើលឃើញបានអំពីស្ថានភាពដែលកំពុងកើតមានឡើងនៅក្នុងតំបន់ហ្គាហ្សានៅពេលណាដែលការប្រយុទ្ធគ្នាជាមួយនឹងអ៊ីស្រាអែលបានបញ្ចប់ទៅបាទនេះគឺជាអ្វីដែលវិវត្តនៅក្នុងតំបន់ហ្គាហ្សាណាបាទហើយព័ត៌មានចុងក្រោយនេះគឺពាក់ព័ន្ធជាមួយនឹងការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបើយោងតាមសេចក្តីរាយការណ៍របស់ ABC News បានឲ្យដឹងថានៅថ្ងៃពុធចូលថ្ងៃប្រហ័ននេះខាងរុស្ស៊ីបានបាញ់ដ្រូនជាង300ដ្រូន
ហើយនឹងបាញ់មីស៊ីលជិត40គ្រាប់ដាក់តំបន់ទូទាំងប្រទេសអ៊ុយក្រែនតែម្ដងក្នុងនោះសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់ជនស៊ីវិលហើយនឹងកន្លែងដែលសង្គ្រោះបន្ទាន់ផងដែរនេះបើតាមការបញ្ជាក់របស់លោក Volodymyr Zelensky ដែលជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននៅថ្ងៃប្រហ័សនេះការវាយប្រហារនោះរួមមានទីកន្លែងនៅក្នុងតំបន់ខាគីវក៏ប៉ុន្តែតួលេខអ្នកស្លាប់គឺមិនទាន់ដឹងបានច្បាស់នៅឡើយទេគ្រាន់តែលោក Zelensky បានបញ្ជាក់តាមបណ្ដាញសង្គមថាមានមនុស្សរងរបួសជាច្រើនហើយកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះពួកគេកំពុងតែបន្តទៅហើយក្រុមសង្គ្រោះបន្ទាន់ក៏កំពុងតែដំណើរការផងដែរការវាយប្រហារនេះគឺកើតឡើងតែមួយថ្ងៃមុនពេលដែលលោក Zelensky មានគម្រោងជួបគ្នាជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃសុក្រនេះដែលនឹងធ្វើឡើងនៅឯសេតាវិមានដើម្បីពិភាក្សាអំពីគម្រោងដែលសហរដ្ឋអាមេរិកបាននិយាយថានឹងផ្ដល់មីស៊ីលប្រភេទ Tomahawk ទៅឲ្យប្រទេសអ៊ុយក្រែនដើម្បីទប់ស្កាត់ការរុលទៅមុខហើយនឹងធ្វើយ៉ាងណាបញ្ចប់សង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនក៏ប៉ុន្តែខាងវិមានក្រំឡើងវិញគឺលោក Dmitry Peskov បានបញ្ជាក់អំពីបញ្ហានេះក្នុងពេលកន្លងមកថារុស្ស៊ីកំពុងតែតាមមើលបញ្ហានេះផងដែរហើយដោយឡែកលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ីគឺលោក Sergei Lavrov បានថ្លែងដោយសារព័ត៌មាន TASS របស់រុស្ស៊ីបានដកសម្ដីថាការដែលប្រគល់នៅមីស៊ីលប្រភេទ Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិកគឺមានន័យស្មើនឹងការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ថែមទៀតរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកបាទសូមអរគុណប្រិយមិត្តនេះគឺជាព័ត៌មានដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាបាទ